ទេសនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាពីថ្ងៃទី25ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2026នៅប្រទេសចិនពេលនេះចំបរិបត្តិពិភពលោកនិងតំបន់កំពុងតែជួបបញ្ហាលំបាកស្មុគស្មាញជាច្រើនដំណើរទស្សនកិច្ចរបស់សម្ដេចតេជោលើកនេះគឺមានអត្ថន័យធំធេងណាស់ទាំងខាងនយោបាយទាំងខាងការទូតទាំងកិច្ចសហប្រតិបត្តិការផ្សេងទៀតរវាងកម្ពុជានិងចិនហើយដោយឡែកគឺទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកកុម្មុយនីសចិនជាការពង្រឹងបន្ថែមទៀតនៅទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណៈបកនិងគណៈបកប្រជាជនកម្ពុជានិងគណៈបកកុម្មុយនីសចិនជាគណៈបកដែលកាន់អំណាចនៅក្នុងប្រទេសទាំងពីរដូច្នេះកិច្ចសហប្រតិបត្តិការរវាងគណៈបកនិងគណៈបកកាន់អំណាចនៃប្រទេសទាំងពីរកម្ពុជាចិននេះគឺមានសារៈសំខាន់ធំធេងណាស់សម្រាប់បរិបទសពថ្ងៃនេះខ្ញុំគិតថាសម្រាប់គណៈបកប្រជាជនកម្ពុជាមានមហាមិត្តដែលជាបកកុម្មុយនីសចិនយ៉ាងធំនៅជាមួយហើយគណៈបកទាំងពីរតែងទំនាក់ទំនងនឹងជួយគ្នាទៅវិញទៅមកមានជំនឿទុកចិត្តគោរពគ្នាទៅវិញទៅមកហើយរាល់បញ្ហាគឺតែងតែជួបពីគ្រោះគ្នាដើម្បីរួមគ្នាដោះស្រាយក្នុងនោះខ្ញុំគិតថាបកកុម្មុយនីសចិននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននៅសតវត្សទី21នេះគឺមានតួនាទីសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាធំរបស់ពិភពលោកនៅក្នុងនោះគឺបកកុម្មុយនីសចិននិងរដ្ឋាភិបាលចិនគឺជាសសរស្តម្ភមួយយ៉ាងធំយ៉ាងរឹងមាំដើម្បីការពារសន្តិភាពការពារស្ថិរភាពនិងភាពសុខសាន្តសុខដុមរមនារបស់ប្រជាជននៅលើពិភពលោកដែលសំខាន់បំផុតគឺគណៈបកទាំងពីរបានតម្កល់ផលប្រយោជន៍ប្រជាជនជាធំជាចម្បងបញ្ហាដែលគណៈបកទាំងពីរបានផ្ដោតយ៉ាងសំខាន់គឺការអប់រំនិងបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយរវាងប្រទេសទាំងពីរឲ្យគេបន្តពូនជ្រុំនិងពង្រឹងមិត្តភាពនិងសហប្រតិបត្តិការកម្ពុជាចិននេះឲ្យយូរអង្វែងបញ្ហាមួយទៀតខាងកម្ពុជានឹងស្នើលើកឡើងគឺការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មធនាគារនិងវិស័យផ្សេងទៀតនៅក្នុងនោះគឺការអនុវត្តច្រករបៀងសេដ្ឋកិច្ចជាវិធានការដ៏សំខាន់បន្ថែមទៀតពិសេសក្នុងពេលថ្មីនេះប្រជាជនកម្ពុជាពិតជាមានសេចក្តីត្រេកអរដោយសារកសិផលកម្ពុជាត្រូវបានទីផ្សារចិនបើកចំហឲ្យនាំទៅប្រទេសចិនតាមផ្លូវគោកដោយកាត់តាមប្រទេសឡាវជាការពិតណាស់គណៈបកប្រជាជនកម្ពុជារាជរដ្ឋាភិបាលកម្ពុជានិងសមាគមមិត្តភាពកម្ពុជាចិនគាំទ្រយ៉ាងពេញទំហឹងនិងឥតងាករេនៅគោលការណ៍ចិនតែមួយតៃវ៉ាន់គឺជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះទេហើយកម្ពុជាប្រឆាំងដាច់ខាតនៅការប៉ុនប៉ងណាមួយដើម្បីឲ្យតៃវ៉ាន់ឯករាជ្យដាច់ចេញពីប្រទេសចិនឆ្នាំនេះជាឆ្នាំខួបលើកទី68នៃទំនាក់ទំនងការទូតកម្ពុជាចិនខ្ញុំសូមគោរពជូនពរដល់មិត្តភាពកម្ពុជាចិនដល់សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយស៊ីជម្រៅកម្ពុជាចិននិងសូមជូនពរដល់ថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំប្រទេសចិនទាំងអស់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លានិងរួមដៃគ្នាដើម្បីអភិវឌ្ឍប្រទេសរៀងៗខ្លួនឲ្យកាន់តែរីកចម្រើនថែមទៀតជូនពរឲ្យប្រទេសចិនក្នុងពេលឆាប់គឺថាខ្លាយទៅជាមហាអំណាចទី1នៅលើពិភពលោក